ជំរាបសួរនាងខ្ញុំសានិនវិលត្រឡប់សារជាថ្មីមកកាន់ PT Podcast ដែលពីមួយ episode ទៅមួយ episode យើងនឹងជជែកពិភាក្សាអំពី Canadian Tech Navigation ថ្ងៃនេះដែរនាងខ្ញុំគឺជាអ្នកសម្របសម្រួលសម្រាប់ Today episode ដែលយើងមាន special guest របស់យើងគឺបងស្រីសុជីវីដែលគាត់គឺជា Tech Consultant ពីខាងក្រុមហ៊ុន PT Professional Limited អរគុណសានិនខ្ញុំសុជីវីជាតកសាថិនពិតជាមានសេចក្តីរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធី podcast PT ថ្ងៃនេះចាបងដែលនៅក្នុងថ្ងៃនេះដែរប្រធានបទរបស់យើងគឺនិយាយពាក់ព័ន្ធទៅនឹងកាតព្វកិច្ចនៅក្នុងការប្រកាសពន្ធប្រចាំខែដើម្បីជាប្រយោជន៍ទៅដល់អ្នកជាប់ពន្ធម្ចាស់សហគ្រាសនិងគណនេយ្យករចាសម្រាប់ប្រធានបទថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់សហគ្រាសដើម្បីឲ្យគាត់យល់ដឹងពីកាតព្វកិច្ចដើម្បីជៀសវាងការពិនិត្យផ្សេងៗពីអគ្គនាយកដ្ឋានបណ្ដាដើម្បីចូលទៅក្នុងកម្មវិធីលម្អិតទៅលើប្រធានបទយើងបងសុំបន្ថែមបន្តិចដែរម្ចាស់សហគ្រាសគាត់មិនមែនមានកាតព្វកិច្ចសម្រាប់តែជាមួយនឹងអគ្គនាយកដ្ឋានបណ្ដាទេគាត់ត្រូវមានកាតព្វកិច្ចផ្សេងៗជាមួយនឹងខាងក្រសួងពាណិជ្ជកម្មក្រសួងផ្សេងៗដែលពាក់ព័ន្ធដែរចាបងអញ្ចឹងតើបងអាចជួយបញ្យល់បន្ថែមបានអត់ថាជារៀងរាល់ខែម្ចាស់សហគ្រាសមានកាតព្វកិច្ចបង់ប្រភេទពន្ធអ្វីខ្លះដែរមកចាហ្នឹងហើយអូនជារៀងរាល់ខែម្ចាស់អាជីវកម្មគាត់មានកាតព្វកិច្ចបង់ទី1ពន្ធលើប្រាក់បៀវត្សហើយទី2តកតងជាមួយនឹងអកលលើដំណាំបន្ថែមហើយទី3តកតង prepayment profit tax ដែលយើងអាចហៅកាត់ពន្ធប្រាក់រំដោះលើប្រាក់ចំណូលមួយទៀតពន្ធកាត់ទុកហើយនឹងក៏មានទៅលើប្រភេទពន្ធផ្សេងៗទៀតដែរទៅតាមប្រភេទអាជីវកម្មម្ចាស់សហគ្រាសបងតើបងអាចជួយលម្អិតបន្ថែមបានទេតកតងជាមួយនឹងពន្ធ VAT ដោយសារតែជារៀងរាល់ថ្ងៃមិនថាយើងទិញអីវ៉ាន់ឬក៏យើងទៅដល់ទីណាយើងភាគច្រើនគឺយើងជួបមុនគេគឺពន្ធ VAT ហ្នឹងហ្មងសម្រាប់ VAT នេះគឺត្រូវបានគិត 10% ដែលគាត់ផ្គត់ផ្គង់ទំនិញឬក៏សេវាកម្មដែលនៅក្នុងដែនប្រជាជាតិកម្ពុជាតែប៉ុណ្ណោះហើយមួយទៀតម្ចាស់សហគ្រាសក៏គាត់មានតួនាទីក្នុងការ collect ប្រមូល VAT សម្រាប់ទៅលើការផ្គត់ផ្គង់របស់គាត់ហ្នឹងដើម្បីបង់តែអគ្គនាយកដ្ឋានបណ្ដាជារៀងរាល់ខែដែរចាបងអញ្ចឹងមានន័យថា simple rule ហ្មងម្ចាស់សហគ្រាសគាត់មានតួនាទីប្រមូលបង់ពន្ធឲ្យបានទៀងទាត់ពេលវេលាទៅឲ្យខាងអគ្គនាយកដ្ឋានពន្ធដារចាហ្នឹងហើយត្រូវអូនហើយជាពិសេសមួយទៀតនោះគឺម្ចាស់សហគ្រាសក៏គាត់មានកាតព្វកិច្ចមួយនៅពេលដែលគាត់ធ្វើការផ្គត់ផ្គង់ទំនិញឬក៏សេវាកម្មទៅឲ្យអតិថិជនក៏គាត់មានកាតព្វកិច្ចមួយក្នុងការប្រកាសបង់ពន្ធប្រាក់រំដោះលើប្រាក់ចំណូលរបស់គាត់គឺអត្រា1%ជារៀងរាល់ខែជូនអគ្គនាយកដ្ឋានពន្ធដារដែរតើយើងមានពន្ធអីផ្សេងទៀតក្រៅពីពីរនឹងទេបងចាហ្នឹងហើយមានអូនព្រោះធម្មតាយើងជាម្ចាស់សហគ្រាសពេលដែលយើងបើកក្រុមហ៊ុនមួយធម្មតាយើងមិនជួលបុគ្គលិកអញ្ចឹងសម្រាប់ការជួលបុគ្គលិកការដែលគាត់វិវត្តទៅឲ្យបុគ្គលិកតែកុំភ្លេចថាគាត់ក៏នៅជាប់កាតព្វកិច្ចមួយគឺពន្ធលើប្រាក់វិវត្តតែពន្ធប្រាក់វិវត្តហ្នឹងគឺម្ចាស់សហគ្រាសគាត់មានតួនាទីកាត់ទុកពីផលិតផលគាត់ដើម្បីបង់ជូនទៅអគ្គនាយកដ្ឋានពន្ធដារដែរហើយយើងមាន rate ហ្នឹងគឺយើងមានអត្រាជាប់ពន្ធលើប្រាក់វិវត្តហ្នឹងគឺយើងមានអត្រាមាន0 5% 10% 15រហូតដល់20%ទៅតាមប្រាក់វិវត្តពីខាងម្ចាស់សហចាបងចោះតកតងជាមួយនឹងពន្ធចុងក្រោយគេដែលខ្ញុំឮបង mention តកតងជាមួយនឹងពន្ធកាត់ទុកដោយសារពេលស្ដាប់ទៅមានអារម្មណ៍ថាវារៀង confusing តើពន្ធកាត់ទុកនេះជាពន្ធអីគេដែរចាហ្នឹងហើយអូនពន្ធកាត់ទុកតាមធម្មតានៅពេលដែលយើងប្រកបអាជីវកម្មផ្សេងៗធម្មតាយើងនឹងអាចមានជួរឬក៏សេវាអីផ្សេងៗដែលគាត់ជារូបវន្តបុគ្គលគ្នាទាំងអស់នោះគាត់ជួរពីរូបវន្តបុគ្គលគឺគាត់មានកាតព្វកិច្ចកាត់ទុកហើយអញ្ចឹងដើម្បីដែលជៀសវាងការកាត់ទុកគាត់ជួរក្រុមហ៊ុនដែលគាត់ជាក្រុមហ៊ុនដែល register ដូចម្ចាស់សហគ្រាសខ្លួនឯងអញ្ចឹងសម្រាប់ជាប់ពន្ធកាត់ទុកនេះយើងមាន rate រហូតដល់ទៅ4តែ rate ទាំងអស់នេះយើង apply នៅពេលណាតែសម្រាប់4% 6%គឺបើយើងនិយាយជាទូទៅគឺសម្រាប់ធនាគារទេអញ្ចឹងសម្រាប់ដែលជា micro finance ទេដែលគាត់នឹង apply ទៅលើអត្រា4%និង6%ដែលបើសិនសម្រាប់ក្រុមហ៊ុនដែលគាត់ជាទូទៅដូចជាសហគ្រាសដែលគាត់ជាការផ្គត់ផ្គង់ទំនិញឬក៏សេវាកម្មគឺគាត់ជាប់អត្រាដែលយើងឃើញច្រើនជាងគេគឺតែ10%និង15%តែប៉ុណ្ណោះចាហើយមួយទៀតសនិនបងបញ្ជាក់បន្ថែមតិចតកតងជាមួយនឹងប្រភេទពន្ធ4ខាងលើហ្នឹងមាន4%មាន6% 10%ហើយនិង15%គឺសម្រាប់សេវាកម្មដែលបាន perform នៅក្នុងប្រជាជាតិកម្ពុជាតែប៉ុណ្ណោះដែលយើងអាចហៅមួយទៀតគឺ resident នេះឯងដោយឡែកក៏យើងមានប្រភេទពន្ធកាត់ទុកមួយទៀតដែរតែមានអត្រា14%ដែលបំពេញសេវាដោយអនិវាសិនជនផងដែរចាបងអញ្ចឹងសង្ខេបមកវិញមានន័យថាប្រភេទពន្ធកាត់ទុកទាំងអស់មាន5ប្រភេទមានពន្ធកាត់ទុក4% 6% 10% 15%និង14%ចា៎បងអញ្ចឹងបងអាចជួយបដិឧទាហរណ៍បានទេថាប្រភេទពន្ធនីមួយៗហ្នឹងមានលក្ខណៈយ៉ាងម៉េចខ្លះដែរបងព្រោះពន្ធកាត់ទុក
4%គឺចំពោះការប្រាក់ដែលក្រុមហ៊ុនគាត់ទទួលបានពីធនាគារតាមរយៈsaving account ហើយនិងមួយទៀត6%គឺការប្រាក់ដែលទទួលបានពី fixed deposit ដែលឡែកសម្រាប់ពន្ធកាតុក10%គឺបានពីការជួលចលនាទ្រព្យឬក៏អចលនទ្រព្យហើយដែលឡែកមួយទៀតនោះតាក់ទងជាមួយនឹងពន្ធកាតុក15%អញ្ចឹងពន្ធកាតុក15%នេះគឺទៅលើការជួលសេវាកម្មពីរូបវន្តបុគ្គលហើយជួលសេវាកម្មពីរូបវន្តបុគ្គលដូចជាសេវាគ្រប់គ្រងឬក៏សេវាបច្ចេកទេសឬក៏សេវាបាក់ផែដូចបើយើងនិយាយថាសេវាគ្រប់គ្រងមានន័យថាដូចឧទាហរណ៍ថាក្រុមហ៊ុន A ហ្នឹងម្ចាស់សហគ្រាសក៏បានជួលពីបុគ្គលនោះតាក់ទងជាមួយនឹងការ consultant ទៅលើ project អីមួយអញ្ចឹងដល់ពេលសម្រាប់ករណីនេះគឺគាត់បានជួលពីរូបវន្តបុគ្គលអញ្ចឹងដូច្នេះគាត់ត្រូវតែកាត់ទុកបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារម្ចាស់សហគ្រាសគាត់ត្រូវតែដឹងថាគាត់ជា agent មួយតំណាងឲ្យអគ្គនាយកពន្ធដារកាត់ទុកពីអ្នកដែលគ្រប់គ្រងសេវាមកឲ្យគាត់ហ្នឹងដើម្បីបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារដល់ឡែកមួយទៀតតាក់ទងជាមួយនឹងប្រភេទពន្ធកាត់ទុក14%គឺទៅលើសេវាកម្មដែលបំពេញដោយអនិវាសនជន បងខ្ញុំសូមកាន់តែអញ្ចឹងតើតមួយពន្ធកាត់ទុកលើសេវាកម្ម14%ហ្នឹងមានអីគេខ្លះដែរបង ចាហ្នឹងហើយអរគុណច្រើនអូនសម្រាប់ចំនួននេះព្រោះចំណុចនេះក៏សំខាន់ដែរបងគាត់ថាអាចម្ចាស់សហគ្រាសគាត់នឹងចង់ដឹង detail បន្ថែមទៅលើចំណុចមួយនឹងដែរតងជាមួយនឹងពន្ធកាត់ទុក14%គឺយើងផ្ដោតទៅលើសេវាកម្មដែលបានបំពេញដោយអនិវាសនជនដូចជាសេវាពិគ្រោះយោបល់ឬក៏សេវាបាក់ផែឬក៏ technical ផ្សេងៗដែលបើយើងនិយាយជារួមទៅគឺឲ្យតែរាល់សេវាកម្មដែលបំពេញដោយអនិវាសនជនគឺគាត់ត្រូវតែមានកាតព្វកិច្ចបង់ពន្ធកាត់ទុក14%ចាបងអរគុណច្រើនបងអញ្ចឹងជារួមមកបន្ទាប់ពីខ្ញុំបាន discuss ជាមួយបងខ្ញុំcatch up បានថាជារៀងរាល់ខែសហគ្រាសគាត់មានភារកិច្ចសម្រាប់បង់ពន្ធដូចជាពន្ធ VAT repayment fee tax 1% withholding tax tax on salary ហើយមានពន្ធផ្សេងៗទៀតអាស្រ័យទៅតាម business activity របស់គាត់ចាត្រូវអញ្ចឹងខ្ញុំចង់សួរបងបន្តិចតាក់ backward ទៅវិញតាក់ទងមួយ tax on salary បងថាតើ tax on salary ហ្នឹងវាមានលក្ខណៈការចាត់ថ្នាក់យ៉ាងម៉េចខ្លះដោយសារមុនហ្នឹងបងនិយាយតាក់ទងជាមួយនឹង rate ប៉ុន្តែខ្ញុំចង់ដឹងថាតើការចាត់ថ្នាក់របស់វានឹងមានលក្ខខណ្ឌអីគេខ្លះដើម្បីកាត់បន្ថយពន្ធលើប្រាក់បៀវត្សរ៍ហ្នឹងណាបងចាហ្នឹងហើយអូនសម្រាប់អត្រាពន្ធលើប្រាក់បៀវត្សរ៍ពី0រហូតដល់20%ហ្នឹងគឺសម្រាប់បុគ្គលិកដែលគាត់ទទួលបានប្រាក់បៀវត្សរ៍ចន្លោះពី1លាន5សែនចុះហ្នឹងគឺក្នុងអត្រា0%ហើយពីចន្លោះពី1លានទៅដល់2លានរៀលគឺអត្រាពន្ធលើប្រាក់បៀវត្សរ៍5%ហើយដល់ឡែកមួយទៀតពី2លានរៀលរហូតដល់8លាន5សែនរៀលនៅក្នុងអត្រា10%ហើយចន្លោះពី8លានរៀលទៅ12លាន5សែនរៀលគឺ15%ហើយដល់ឡែកមួយទៀតលើសពី12លាន5សែនរៀលឬគឺអត្រាពន្ធលើប្រាក់បៀវត្សរ៍20%ចាបងអរគុណច្រើនបងអញ្ចឹងតើអាចមានលក្ខខណ្ឌអីគេខ្លះដែលអាចជួយកាត់បន្ថយពន្ធលើប្រាក់បៀវត្សរ៍នឹងដែរឬក៏អត់ទេបងចាហ្នឹងអូនមាននិយាយទៅសម្រាប់អគ្គនាយកដ្ឋានពន្ធដារក៏គេមានប្រកាសដែរសម្រាប់បុគ្គលិកដែលគាត់មានសហព័ន្ធបើយើងនិយាយថាសហព័ន្ធហ្នឹងគឺមានអ្នកថាប្តីឬក៏ប្រពន្ធអញ្ចឹងដែលគាត់មានតួនាទីជាមេផ្ទះគឺគាត់អាចដកមូលដ្ឋានចេញពីប្រាក់បៀវត្សរ៍ហ្នឹងគឺ150,000រៀលសម្រាប់ម្នាក់ហើយដល់ឡែកមួយទៀតបើយើងនិយាយថាគាត់មានកូននៅក្នុងបន្ទប់អញ្ចឹងក៏គាត់អាចដកនៅមូលដ្ឋានលើប្រាក់បៀវត្សរ៍ហ្នឹង150,000រៀលក្នុងម្នាក់ដូចគ្នាដែរចុះយើងមានលក្ខខណ្ឌអីខ្លះសម្រាប់ការលើកលែងពន្ធលើអករលើតម្លៃបន្ថែមអត់បងដោយសារមុនហ្នឹងបងបានលើកឡើងថាពន្ធអករលើតម្លៃបន្ថែមហ្នឹងគឺជាពន្ធទៅលើការផ្គត់ផ្គង់សេវាឬទំនិញដែលនៅស្ថិតនៅក្នុងប្រជាជាតិកម្ពុជាអញ្ចឹងហ៎បងយោងតាមច្បាប់សារពើពន្ធហ្នឹងគឺសកម្មភាពអាជីវកម្មមួយចំនួនត្រូវបានគេចាត់ទុកជាការផ្គត់ផ្គង់អត់ជាប់អតបដូចជាសេវាព្រះស្នីសាធារណៈសេវាមន្ទីរពេទ្យឬក៏ clinic សេវាអប់រំសេវាធានារ៉ាប់រងប៉ុន្តែវាមានសេវាផ្សេងៗទៀតថាបងអត់លើក detail ទេបងនឹងសុំលើក detail ទៅនៅវគ្គបន្ទាប់ចាអរគុណបងអញ្ចឹងបន្ទាប់ពីបានស្ដាប់បងពន្យល់ពាក់ព័ន្ធជាមួយនឹងពន្ធផ្សេងៗនិងពន្ធ VAT ខាងក្រោយនេះមកខ្ញុំបានយល់ពីប្រភេទពន្ធបានកាន់តែច្បាស់ជាងមុនអញ្ចឹងណាបងអញ្ចឹងតើការប្រកាសពន្ធនឹងមានការបរិច្ឆេទកំណត់ឬក៏ deadline នៅថ្ងៃណាដែរបងសម្រាប់ការប្រកាសពន្ធប្រចាំខែហ្នឹងចាហ្នឹងអូននិយាយទៅគឺមាន deadline បើយើងយោងតាមច្បាប់សារពើពន្ធសម្រាប់ការដាក់លិខិតប្រកាសពន្ធប្រចាំខែនិងការបង់ប្រាក់ពន្ធគឺយ៉ាងយឺតត្រឹមថ្ងៃទី20ឬក៏មួយទៀតយើងអាចដាក់តាម e-filing សម្រាប់បច្ចុប្បន្ននេះគឺយើង deadline ត្រឹមថ្ងៃទី25នៃខែបន្ទាប់ហើយចុះនៅក្នុងករណីដែលសហគ្រាសគាត់អត់បាន compliant ទៅតាមច្បាប់សារពើពន្ធគាត់នឹងទទួលរងនៅទោសទណ្ឌឬក៏មានហានិភ័យអីគេខ្លះដែរបង
ចានឹងឯអូនមានព្រោះដោយសារពេលដែលសហគ្រាសដែលគាត់ចុះបញ្ជីមកគឺគាត់ស្ថិតនៅក្នុងរបបស្វ័យប្រកាសអញ្ចឹងដូច្នេះគាត់ត្រូវតែមានការចុះធ្វើសវនកម្មពីអគ្គនាយកដ្ឋានពន្ធដារអញ្ចឹងបើសិនជាពេលក្នុងកំឡុងពេលនៃការចុះធ្វើសវនកម្មហ្នឹងបើសិនជាសវនករគាត់រកឃើញថាសហគ្រាសពុំបានបំពេញកាតព្វកិច្ចឬត្រឹមត្រូវទៅតាមច្បាប់សហពន្ធទេអញ្ចឹងគាត់អាចរងនៅទោសទណ្ឌផ្សេងៗដូចជាពន្ធបន្ថែមនៅអត្រា 10% រហូតដល់ 40% ហើយម្យ៉ាងវិញទៀតក៏គាត់ត្រូវរងជាមួយនឹងការបង់ពិន័យទៅលើការប្រាក់ 1.5% ក្នុងមួយខែដែរហើយនឹងទោសទណ្ឌផ្សេងៗដែរ ចាបងអញ្ចឹងជារួមមកមានន័យថាវាមិនត្រឹមតែប៉ះពាល់ដល់ពេលវេលាគាត់ប៉ះពាល់ដល់ការខាតបង់ប្រាក់កាសហើយថែមទាំងប៉ះពាល់ដល់ reputation ក្រុមហ៊ុនគាត់ចាហ្នឹងហើយអូនត្រឹមតែអញ្ចឹងក៏សូមអរគុណដល់បងសុជីវីដែលបានចូលរួមនៅក្នុងកម្មវិធី PET Podcast យើងនៅក្នុងថ្ងៃហ្នឹងក្រោមប្រធានបទ Monthly Tax Obligation ដែលពីមួយ episode ទៅមួយ episode យើងនឹងចែករំលែកអំពីចំណេះដឹងពន្ធដារហើយយើងក៏សូមអរគុណដល់ audience យើងទាំងអស់ដែលគាត់តែងតែទស្សនាកម្មវិធី PET Podcast ហើយបើសិនជាអ្នកនរគ្នាត្រូវការសេវាកម្មពន្ធដារគណនេយ្យឬក៏សវនកម្ម Complete Reach Out មកក្រុមហ៊ុន PET Professional Limited ហើយ Complete ចុច follow page PET Professional Limited ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត